Cái này nó này ở ngay ní dương miên cho stock chỉ mùi đằng đông bịch đan wifi bao dương mà bật thèm và bay hồi megabyte per second bong bong khai quạt nơi tại ngó bà có tha hạt ấy bà này van khang bùi dương lụ pram đập riel bà được có đập pram đờ lá hay quạt khơi như van kịp xin lụ đôi chip phòng bảy đờ lá đập đờ lá hạt ấy ok lỡ bạch toàn vậy bị mộng nghi nhưng mà mới chip xin ấy van để nhôm lụ cứ phải chip Qualcomm và Samsung á nào này mơ khơi chạy đánh ở sau chú Samsung ប្រភេទពួកនេះពេលខ្លះយើងបានមកពី chip របស់តៃវ៉ាន់ហើយនិងកូរ៉េអានេះតាមជើងណាជើងខ្លះយើងតែ chip ហ្នឹងកម្លាំងដូចគ្នាទេព្រោះ Qualcomm ដូចគ្នាប្រភេទនេះដូចជើងក្រោយនេះគឺរបស់កូរ៉េឃើញទេQCA 9533 Qualcomm កន្លែងនេះគេដាក់ Samsung បាទអញ្ចឹងគ្រាន់តែមើលប៉ុណ្្នឹងឲ្យដឹងហើយអ្នកនរគ្នាមិនបាច់និយាយរឿងតម្លៃទេដឹងតែ Qualcomm ហ្នឹងគឺបាទ5-10រៀលហ្នឹងធូរបាទបាត់ហើយបាទហើយ speed 300ហ្នឹងប៉ិតអត់ចូលទៅកាន់ Qualcomm មកអ្នកនរគ្នាវៃ chip QCA 9531ឃើញអត់បោះ Qualcomm ផ្ទាល់តែម្ដង 2x2 ហើយវាជាប្រភេទបាទជាទូទៅគេប្រើនៅក្នុងបាទ Wi-Fi នឹងឯងហើយវាជាប្រភេទ chip ល្អ support Wi-Fi up to 300 MB per second បាទឃើញអត់គេដាក់ព័ត៌មាននៅក្នុងនឹងតែម្ដងអញ្ចឹងទូខ្ញុំកុហកអ្នកនរគ្នាក៏ពិបាកកុហកដែរបាទគ្រឿងវាមាននៅក្នុងនឹង300 MB គឺវាត្រូវហើយទោះបើសិនខ្ញុំប្រាប់1200 MB ក៏អត់ត្រូវដែរព្រោះ1200 MB គឺវាប្រើជាមួយ chip ផ្សេងបាទអញ្ចឹងសម្រាប់ chip នេះបាទ Qualcomm របស់ Samsung តម្លៃ15ហ្នឹងគឺនិយាយថាវាធូរខ្លាំងហើយអ្នកនរគ្នាឥឡូវលើសពីធូរមានអីទៀតបាទដុំរបស់យើងមិនមែនដើរតួជាដុំ bridge LAN Wi-Fi ធម្មតាទេគឺមានរហូតដល់3មុខងារអីដែលសំខាន់នោះគឺគ្រឿងវាពេញបែបនេះឃើញអត់មានអង្តែនមកបញ្ឆោតអត់ដោតខ្សែណាបាទគឺមានដោតទៅកាន់បតត្រឹមត្រូវសូម្បីតា WAN LAN នេះគឺ attach ជាមួយបតមុខងារទី1បាទដើរតួជាដុំ bridge LAN Wi-Fi ក៏បានយើងប្រើជា repeater mode បាទទី2វាដើរជាតួ bridge LAN Wi-Fi ដែរតែវាដើរតួជា AP mode ឬក៏ access point ទី3វាដើរតួជាដុំមេ router ផ្ទាល់ធំតែម្ដងយើងដោតពី Wi-Fi ឧទាហរណ៍ថាបងប្រើ Wi-Fi ក្រុមហ៊ុនខ្លះណាគឺគេតម្រូវអតិជនមានដុំ router ខ្លួនឯងគេអត់ free ដុំ router ឲ្យទេអញ្ចឹងយើងយកអានេះធ្វើជា router បានហើយមុខងារនេះមិនមែនខ្ញុំចេះតែនិយាយទេគឺវាមាននៅលើប្រអប់ស្រាប់អ្នកនរគ្នាឃើញនេះ repeater mode AP mode router mode បាទសំខាន់មួយទៀត WPS ពិបាករកអ្នកនរគ្នាតម្លៃ$15មាន WPS អ្នកនរគ្នាទិញទៅ$20បាន WPS បាទ$20ទៅ$22តែនេះយើងលក់ promotion ឲ្យអ្នកនរគ្នាសួរចុះអា WPS ហ្នឹងស្អីគេ WPS ហ្នឹងសម្រាប់ពូចាស់បាទដែលគាត់អត់ចេះភ្ជាប់អញ្ញាណាដល់ពេលបងប្រើប្រភេទដែលអត់មាន WPS បើបងចង់ភ្ជាប់ជាមួយដុំមេយើងត្រូវភ្ជាប់តាម IP address ដែលវាដាក់នៅខាងក្រោយនេះឃើញអត់ 192.168.11 យើងត្រូវវាយ IP address ហើយយើងភ្ជាប់ជាមួយដុំមេតែសម្រាប់ពូចាស់គាត់ចេះភ្ជាប់បាទអញ្ចឹងវាមានអា WPS នេះបងគ្រាន់តែចុច WPS នៅលើដុំនឹងមួយបន្ទាប់មកនៅលើ router របស់យើងអា router មេធំនោះក៏មាន WPS ដែរអញ្ចឹងយើងចុច WPS នៅ router មេយើងមួយទៀតមកចាំមួយ plate គឺអាពីរនេះវាស្គាល់គ្នាអូតូអត់ជឿក្បាលទេអ្នកនរឃើញអត់អញ្ចឹងសម្រាប់ចាស់ក៏គាត់ប្រើបានក្មេងៗក៏គាត់ប្រើបានដែរអត់ពិបាកសាមញ៉ាំទេអញ្ចឹងអ្នកនរគិតខ្លួនឯងថាតើតម្លៃ$15ហ្នឹងវាស័ក្តិសមអត់ខ្ញុំគិតថាវាអត់សមទេតម្លៃ5-10សំខាន់អង្តែន6ទៀតខ្ញុំគិតថាអានេះលក់25ឬក៏30អីបានវាត្រូវបាទទី1ប្រើ chip ថ្លៃទី2មុខងារច្រើនទី3អង្តែន6អង្តែន6មិនមែនអង្តែនវាឆោតទៀតអង្តែន attach ជាមួយបតត្រឹមត្រូវមេហ្គាបៃតក៏ដាក់វាឆោតដែរមើល chip ខ្លួនឯងបាទមើល chip ខ្លួនឯងបាទ Qualcomm បាទនេះឃើញអត់សំខាន់ search មក search បើសិនជាដុំខ្លះគេដាក់ chip on ហើយគេប្រាប់អ្នកនរគ្នា300ឬក៏400 500ក៏អ្នកនរគ្នាអត់ដឹងដែរដោយសារតែ chip ហ្នឹងវាអត់មានបាននៅលើ online នៅលើ internet អ្នកនរគ្នាស្វែងរកទេតែប្រភេទ chip
គេដាក់នៅក្នុងនេះយើងអាច search បានវាយមកហើយសំខាន់វាមកពីក្រុមហ៊ុន Qualcomm របស់ Samsung ទៀតបាទអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នានឹងយល់ហើយហើយដីបានតម្លៃប៉ុណ្ណឹង15ហើយអត់ free ដឹកឲ្យសំខាន់លក់15ហើយអត់ free ដឹកឲ្យទៀតបាទខ្ញុំ free ដឹកអត់ការទេដោយសារតម្លៃលក់ធូរហើយបាទអានេះលេខកូដ U13 original បាទប្រើ chip ល្អបាទ15ហ្នឹងមកយកដល់ហាងដែរខ្ញុំបញ្ជាក់បាទអញ្ចឹងយើងមានក្នុង stock តែប៉ុណ្្នឹងទេបាទអានេះ50គ្រឿងហើយនៅខាងលើនេះតែប្រហែលគ្រឿងទេនេះដូចជាម្ដង20គ្រាប់ផងអស់ហើយនេះបាទអញ្ចឹងបងចង់បានអីអាចតាក់ទងមកបានយើងមាន2តម្លៃ15ហើយ20 15 300មេ1200មេសេវាដឹកគឺគិតតាមទីតាំងបងអត់ចង់អស់សេវាមកយកដល់ហាងបានដោយសារយើងមានហាងច្បាស់លាស់ណាអ្នកនរបាទអញ្ចឹងបងចង់កំងអាចតាក់ទងនៅព័ត៌មានខាងលើបានឆាតចូល Telegram ចូលក្នុង page ឬមកដល់ហាងបានអរគុណ